បាទជំរាបសួរស្វាគមន៍មកកាន់វីដេអូដំណើរកំសាន្តមកលេងខេត្តកោះកុងបាទដោយសារតែថ្ងៃទី14/15គឺថ្ងៃបុណ្យឈប់សម្រាក2ថ្ងៃជប់នេះហើយយើងធ្វើដំណើរមកលេងខេត្តកោះកុងធ្វើដំណើរអស់រយៈពេល5ម៉ោងយើងក៏បានមកដល់ច្រកមកកោះស្ដាច់បាទតែយើងអាចបានឡើងកោះស្ដាច់ទេដោយសារតែណែនពេកបាទហើយយើងក៏ឆ្ពោះមកកាន់ទីរួមខេត្តកំពង់កោះកុងតម្រងហើយមកដល់កន្លែងហ្នឹងគឺភ្លៀងទៀតប៉ុន្តែយើងនៅសម្រាកបាទនៅទីហ្នឹងបាទមួយយប់បាទហើយយប់ហ្នឹងមិនដឹងដេកណាទេគឺអត់មានផ្ទះសំណាក់ទេបាទនោះនេះឆ្ពោះមកកាន់ PTT ដើម្បីសម្រាកបាទនៅក្មេងៗសម្រាកមកចាស់អត់សម្រាកទេបាទអង្គុយនៅចាំមើលឡានដោយសារអីដោយសារតែបាទផ្ទះសំណាក់ស្ថានភាពគឺពេញអស់ហើយអត់មានកន្លែងគេងទេអញ្ចឹងទៅក៏សម្រាកនៅ PTT មួយយប់បាទហើយព្រលឹមឡើងបាទយើងបន្តដំណើរទៅទៀតគឺមកឆ្នេរបាក់ខ្លងមុនគេបាទហើយឆ្នេរបាក់ខ្លងគឺស្រស់ស្អាតមែនទែនជាមួយនឹងវាខ្សាច់ប៉ុន្តែពីយប់ដោយសារតែមានកម្មវិធីច្រើនពេកយើងឃើញវាមានទេសភាពដោយសារសម្រាមច្រើនអញ្ចឹងហើយទឹកក៏ដាច់ទៀតបាទនឹងគឺវេទនាហើយថ្ងៃហ្នឹងគឺមនុស្សច្រើនកកពីយប់ចុងព្រឹកឡើងគឺស្រស់ស្អាតយើងមើលទេសភាពយើងអាចអង្គុយលេងបាទរំហែនៅទីនោះមួយព្រឹកបាទនៅឆ្នេរបាក់ខ្លងហ្នឹងហើយដោយសារអ្នកខ្លះក៏គេមកគេងនៅបាទមកគេងនៅឆ្នេរនេះដែរហើយយើងបានថតរូបលេងនៅទីនោះរយៈពេលបាទមួយសន្ទុះធំដែរបាទដោយសារតែឆ្នេរมันស្អាតយើងចាំមើលថ្ងៃរះហើយមិនមកអង្គយូរដែរយើងក៏ពឺតទៅមកឆ្លងមកទៅម្ខាងទៀតគឺកន្លែងបាទភ្នូចេតិយគុនឆាំងគុនផែនបាទនៅកន្លែងនេះក៏មានមនុស្សទៅច្រើនដែរយើងរកទៅកន្លែងចតបាទយានយន្តជំនេះក៏ស្ទះដែរបាទហើយយើងចាប់ដើមទិញបាទផ្កាទៅជូនបាទថ្វាយភ្នូហើយមានច្រកតូចមួយដែលយើងអាចដើរទៅបានយើងច្រកហ្នឹងគឺដោយសារតែនៅទីហ្នឹងគឺទឹករាំងស្រកដែរយើងអាចមើលឃើញទេសភាពបាទកន្លែងនេះគឺដូចជាសមុទ្រអញ្ចឹងរាងគោកបន្តិចបាទហើយយើងអាចដើរទៅកន្លែងភ្នូបាទគេហៅភ្នូគុនឆាងគុនផែនបាទកន្លែងចេតិយមួយបាទហើយយើងក៏មើលទេសភាពស្រស់ស្អាតនៅទីនោះដែរបាទមនុស្សក៏ទៅច្រើនដែរនឹងមកពីណាពីណីទេច្រើនមែនទែនគាត់ចង់ទៅលេងនៅខេត្តកោះកុងចំថ្ងៃបុណ្យគឺបាទចង់ស្ទះបាទស្ទះជាងគេគឺកន្លែងគេងហើយនឹងកន្លែងញ៉ាំអីតែមិនធ្វើទេដោយសារតែវាជាតំបន់ធម្មជាតិហើយយើងក៏អាចធ្វើដំណើរទៅបាទគ្រប់ទីកន្លែងដោយសុវត្ថិភាពនិងមានការរាក់ទាក់ស្វាគមន៍ពីបងប្អូននៅក្នុងខេត្តកោះកុងនោះផងដែរហើយយើងសង្កេតមើលស្ពានមកលេងបាទមនុស្សបាទមកលេងច្រើនហើយយើងក៏មិនភ្លេចទេគឺថតរូបមកជុំគ្នាបាទបន្តមកទៀតនេះគឺយើងធ្វើដំណើរមកកាន់រមណីយដ្ឋានព្រៃកោងកាងបាទកន្លែងហ្នឹងគឺត្រូវមានទូកជិះដើរលេងជុំវិញនឹងតែដោយសារតែទឹករឿងគោកពេកហើយតម្លៃទូកក៏មិនធូរថ្លៃដែរអញ្ចឹងយើងខ្ជិលយើងនោះនេះដើរតាមផ្លូវគេកំសាន្តព្រៃកោងកាងហ្នឹងហើយយើងមើលទៅបើសិនជាចាប់អារម្មណ៍ថតរូបផ្សេងគឺនៅក្នុងនេះគឺបាទអាកាសធាតុក៏ត្រជាក់ស្រួលដែរយើងដើរក៏មិនសូវហត់ហើយយើងដើរលេងទៅមើលព្រៃកោងកាងមើលសត្វមរគីនៅរស់នៅទីនេះបានហើយក៏យើងធ្វើដំណើរទៅក៏ស្ទះជាមួយនឹងអ្នកធ្វើដំណើរផ្សេងដែរបាទមើលគាត់មកម្ដងលេងសិតតែមួយឡានក្រុងពីរឡានក្រុងអញ្ចឹងស្ទះគ្នាបាទដោយសារតែថ្ងៃបុណ្យហ្នឹងដូចខ្ញុំប្រាប់គឺមនុស្សម្នាមកលេងច្រើនណាស់ហើយយើងក៏មិនភ្លេចទេកន្លែងស្ពានយួរនៅចិត្តព្រៃកោងកាងហ្នឹងគឺមានកន្លែងយើងអាចមើលទេសភាពព្រៃកោងកាងទៅលើប៉មហើយនឹងជីកទូកលេងហើយនឹងដើរឆ្លងកាត់កន្លែងនេះគឺមានកញ្ចុះសម្រាប់អង្គុយញ៉ាំអីផងដែរហើយជីកយើងអាចមើលទៅធ្វើដំណើរទៅកាន់កោះផ្សេងទៀតនៅគៀកហ្នឹងហើយកោះហ្នឹងគឺថាសប្បាយនៅពេលយប់គឺមានកោះ7ពេកមានកោះបាទកោះមើលសត្វបាទហ
ហើយបន្ទាប់ពីវិញដោយសារអាកាសធាតុក្តៅពេកគឺយើងក៏បានបកមកទីរំខេតវិញហើយអ្វីដែលយើងមិនភ្លេចគឺកាហ្វេដែលលក់នៅជាប់នៅសាលាខេត្តហ្នឹងគឺឈ្ងុយឆ្ងាញ់ហើយយើងធ្វើដំណើរបន្តមកទៀតគឺមកដល់កន្លែងនេះគឺប្រកាសជាមានអ្នកស្គាល់ហើយគឺបាទកន្លែងធ្វើដំណើរជិះទៅលេងទឹកធ្លាក់តាតៃអញ្ចឹងដើម្បីទៅទីនោះបានយើងត្រូវបាទទិញសម្បត្តិទូកបាទហើយសម្បត្តិទូកក៏ស្ទះទៀតបាទហើយខ្ញុំទៅនេះគឺបាទដោយសារតែគ្រួសារគេខាងនោះគេគ្នាតិចហើយយើងត្រូវបន្ថែមមនុស្សយើងសុំគេដោយសារមកជាមួយទៅបាទអញ្ចឹងគេឲ្យបានធ្វើដំណើរមកដល់ទឹកធ្លាក់តាតៃអញ្ចឹងទៅហើយទឹកធ្លាក់កន្លែងនេះគឺសុខសាន្តណាយើងក៏ថតរូបបាទមួយទឹកលេងនៅទីនោះបន្ទាប់មកក៏ជិះទូកបន្តទៀតទៅមើលកន្លែង resort របស់គេបាទដែល resort នៅកន្លែងនេះគឺដូចជាមិនសូវមានពីណាគេនៅដែរបាទម្នាក់ជិះតែទូកមកមើលចំការបាទចំការដែលយើងចាប់អារម្មណ៍គេគឺចំការមង្ឃុតអញ្ចឹងនៅនេះយើងអាចទិញមង្ឃុតយកទៅបានភាសាមង្ឃុតនេះគឺគេដាំលក្ខណៈធម្មជាតិហើយមួយទៀតគឺទុរេនតែម្ដងហើយទុរេនដែលគេដាំនៅនេះពោះដើមធំហើយយើងបាទបានតែថតរូបទេយើងអាចបានទិញទេព្រោះមកតរេននៅតាមផ្លូវហ្នឹងក៏មានសម្បូរដែរបាទឆ្ងាញ់ហើយនេះគឺជាភ្ញៀវបាទភ្ញៀវខ្ចីដែលទុំលាស់ចឹងនេះគឺជាចំការដែលយើងអាចមើលនៅពេលដែលយើងជិះទូកកំសាន្តនៅលេងកោះតាតៃនេះអរគុណសម្រាប់ការទស្សនាវីដេអូបាទ